ចាន់ខ្ញុំមិនអត់ទទួលយកបានឡើយពួកយ៉ាងគឺជាមិត្តភ័ក្តិល្អនឹងគ្នាជាងអើខ្ញុំសុំតបផងយេប្រូរឿងរបស់ខ្ញុំទេចេះម៉េះខ្ញុំគ្រាន់តែនិយាយលេងជាមួយលក្ខណៈបន្តិចទេអត់បានមែនវាតាក់ទងអីនឹងប្រូឯងដែរខ្ញុំរកកន្លែងស្ងប់ស្ងាត់ពីព្រោះនៅផ្ទះលើសំឡេងរអ៊ូរតំរបស់ពុកម៉ែរឿងធ្វើស្រែមិនទាន់បានផលល្អកូនខ្ញុំស្គាល់ស្រីដែរអីខ្ញុំគិតថាវាស្គាល់តែគោក្របីទៅទៀតអញវិញក៏ដូចគ្នាដែរអញមានអីល្អជាងអញកុំគិតថាឯងជាតួឯងវើយការជ្រើសរើសជីវិតគូគឺសំខាន់ណាស់ត្រូវរើសយកមនុស្សដែលផ្ដោតតម្លៃកិត្តិយសឲ្យយើងមិនជាការយកឈ្នះចាញ់ដែលមិនគិតពីកូននោះទេណារឿងសន្យាស្នេហ៍ភ្នំធំវគ្គទី1ការជួបគ្នាលើវាលស្រូវនិងឧបសគ្គដំបូងហត់ណាស់បើបាននឹកឃើញដល់លក្ខណៈគឺបាត់អស់ហើយការហត់នឿយសួស្ដីនាងអើយមិនខ្លាចក្តៅទេឬមកអានសៀវភៅនៅកណ្ដាលវាលស្រែបែបនេះខ្ញុំរកកន្លែងស្ងប់ស្ងាត់ពីព្រោះនៅផ្ទះលើសំឡេងរអ៊ូរតំរបស់ពុកម៉ែរឿងធ្វើស្រែមិនទាន់បានផលល្អពិតមែនណាម៉ែឪរអ៊ូព្រោះគាត់បារម្ភពីកូនម៉ែឪរបស់ខ្ញុំក៏ដូចគ្នាគាត់ថារឿងធ្វើស្រែកុំឲ្យខ្ញុំខ្វល់ច្រើនខ្លាចខ្ញុំមិនបានរៀនសូត្របន្ថែមឯងមានពេលមកនិយាយលេងសាច់បែបនេះបានទៀតឪពុកម្ដាយឯងរអ៊ូពេញផ្ទះហើយរឿងឯងធ្វើការយឺតយ៉ាវយេប្រូរឿងរបស់ខ្ញុំទេចេះម៉េះខ្ញុំគ្រាន់តែនិយាយលេងជាមួយលក្ខណៈបន្តិចទេអត់បានមែនវាតាក់ទងអីនឹងប្រូឯងដែរណែចាំថ្ងៃក្រោយខ្ញុំនឹងមកអានសៀវភៅជាមួយលក្ខណៈដែរណាចាបានខ្ញុំនឹងរងចាំវគ្គទី2ស្នេហាដែលលាក់ទុកនិងការលេចលឺរឿងរ៉ាវបងខ្ញុំឃើញកូនយើងដូចជាមានរឿងលាក់លៀមអ្វីម្យ៉ាងវាគឺជារឿងល្អណាស់រឿងអីរឿងកូនយើងអាចធ្វើការងារបានលឿនជាងមុនហ្នឹងហ៎មិនមែនទេខ្ញុំថាកូនយើងមានស្នេហាហើយឃើញវាញញឹមម្នាក់ឯងរហូតខ្ញុំថាទៅដណ្ដឹងកូនលក្ខណៈហើយទៅក្រែងមានអ្នកផ្សេងគេដណ្ដឹងមុនណាកូនខ្ញុំស្គាល់ស្រីដែរអីខ្ញុំគិតថាវាស្គាល់តែគោក្របីទៅទៀតម៉ែនិយាយពីរឿងអីអត់មានអ្វីផងនិយាយពីរឿងអនាគតកូនឯងនឹងណាវគ្គ3ចំនួនតូចមួយនៅមាត់ស្ទឹងលក្ខណៈខ្ញុំស្រឡាញ់នាងយូរហើយខ្ញុំជាមនុស្សដែលតែងតែនៅក្បែរនាងរហូតហេតុអីបានជានាងមិនមើលមកខ្ញុំសោះចាន់ខ្ញុំមិនអត់ទទួលយកបានឡើយពួកយ៉ាងគឺជាមិត្តភ័ក្តិល្អនឹងគ្នាជាងអើខ្ញុំសុំតបផងហេតុអីបានជាបងឯងនិយាយរឿងស្នេហាជាមួយនាងនៅកណ្ដាលទីសាធារណៈបែបនេះទុកកិត្តិយសឲ្យនាងខ្លះផងឯងវិញក៏ដូចគ្នាដែរឯងមានអីល្អជាងអញកុំគិតថាឯងជាតួឯងវើយទាំងអស់គ្នាឈប់បានហើយស្នេហាមិនមែនជាការប្រកួតប្រជែងឈ្នះចាញ់ឡើយខ្ញុំពិតជាមិនចង់ឃើញអ្នកទាំងពីរឆ្លោះគ្នាដោយសារខ្ញុំឡើយវគ្គទី4ដំណោះស្រាយនិងការអប់រំពីឪពុកម្ដាយកូនឪដឹងរឿងកូនហើយតែកូនត្រូវចាំថាស្នេហាគឺត្រូវតែផ្ដើមចេញពីការគោរពគ្នាទៅវិញទៅមកមិនមែនត្រឹមតែការប្រជែងឈ្នះចាញ់ទេត្រូវយល់ចិត្តច័ន្ទផងគាត់ក៏ស្រឡាញ់លក្ខណៈដែរណាបាទឪខ្ញុំយល់ហើយខ្ញុំនឹងតែសុំទោសច័ន្ទ
កូនម៉ែដឹងរឿងកូនអស់ហើយម៉ែលើគេនិយាយរឿងកូននៅមកស្ទឹងកាលពីម្សិលមិញហ្នឹងចាម៉ែឲ្យកូនសំទោសដែលធ្វើឲ្យម៉ែពិបាកចិនមិនអីទេណាកូនប៉ុន្តែកូនត្រូវតែចាំថាការជ្រើសរើសជីវិតគូគេសំខាន់ណាស់ត្រូវរើសយកមនុស្សដែលផ្ដល់តម្លៃកិត្តិយសឲ្យយើងមិនមែនជាការយកឈ្នះចាញ់ដែលមិនគិតពីកូននោះទេណាគេត្រូវតែមានចិត្តល្អនិងចេះយោគយល់ដល់អ្នកដទៃចាំម៉ែកូននឹងចងចាំពីដំបូងមានម៉ែវគ្គទី5ការលះបង់ដើម្បីសុភមង្គលអ្នកដទៃគឹមខ្ញុំសុំទោសរឿងម្សិលមិញខ្ញុំបានគិតហើយខ្ញុំដឹងថាខ្ញុំគ្មានថ្ងៃយកឈ្នះចិត្តលក្ខណៈបានទេនាងសមនឹងទទួលបានមនុស្សល្អដូចជាឯងលក្ខណៈខ្ញុំនៅតែស្រឡាញ់នាងតែខ្ញុំនឹងរក្សាមិត្តភាពរបស់យើងខ្ញុំជូនពរអ្នកទាំងពីរអរគុណច្រើនច័ន្ទយើងនៅតែជាមិត្តនឹងគ្នាថ្ងៃក្រោយយើងនឹងបង្កើតគ្រួសារជាមួយគ្នានៅក្បែរភ្នំនេះណាចាប់បានសន្យាហើយណាស្នេហាពិនមិនមែនជាការប្រកួតប្រជែងឬការបង្ខិតបង្ខំឡើយស្នេហាពិតគឺផ្អែកលើការគោរពគ្នាការយល់ចិត្តគ្នានិងការលះបង់ដើម្បីសុភមង្គលអ្នកដទៃទោះបីត្រូវបាត់បង់ក្តីស្រឡាញ់របស់ខ្លួនឯងក៏ដោយ